បាទអូខេអញ្ចឹងនៅពេលដែលយើងដូរគេនៅពេលដែលយើងដូរ keyboard ខ្ញុំបង្ហាញហ្នឹងណាករណីអត់ស្គាល់ឃើញហើយយកទៅសេទៅអត់ស្គាល់អញ្ចឹងមានតែ2មែនអត់អញ្ចឹងខ្ញុំចង់ add keyboard បន្ថែមទៀតអញ្ចឹងដើម្បី add វាបងអាចចុចលើវាអញ្ចឹងមកទៅចំអក្សរដែលយើងនេះមកហើយបងយកពាក្យនេះ more keyboard setting អញ្ចឹងមិនយើងយកគេមិនយើងយក keyboard បាទអញ្ចឹងឃើញចំណុចហ្នឹងអត់នេះឃើញមើលមួយចំណុចនេះឃើញអត់ឃើញមាន language អត់ keyboard អញ្ចឹងយើងយក English United States អញ្ចឹងចុចអាលេខ3ហ្នឹងគាត់ណាគ្នាយើងចុចលេខ3ហើយយកពាក្យគេ language option អូខេបន្ទាប់មកយើងឃើញចំណុចមើលអាក្រមឃើញអត់អញ្ចឹងយើងមើល add លេខ keyboard ហ្នឹង add លើវាមកហើយយើងរកមើលគេបាទ keyboard នេះឃើញអត់ United States International យើងយកអានេះបានសរសេរចេញអូខេប៉ុណ្ណឹងចប់ឲ្យឃើញឡើង3អត់ឃើញឡើង3នៅឡើងហើយប៉ុណ្ណឹងចប់ហើយយើងសរសេរដល់ពេលយើងសរសេរយើងរើសវាមកអូខេច្បាស់អត់